ទេសភាពបែបសុខស្រាយទាំងអស់គ្នាបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានទេសភាពខ្លះចង់ចែករំលែកពុកម៉ែបងប្អូនគ្នាបានទស្សនាទាំងអស់គ្នាអំពីទស្សនភាពនៅសិក្សាជនបទស្រាវជនបទយើងមានអីខ្លះតោះទៅជាមួយខ្ញុំទាំងអស់គ្នាទីមួយឃើញតើតងជាមួយនឹងទ្រុងមន់នេះផងដែរគឺមានទីកប៉ាផងដែរអញ្ចឹងវាមិនមែនតែទ្រុងមន់ទេវាមានទ្រុងទីកប៉ាផងដែរបូកជាមួយនឹងមន់នៅចេញរកស៊ីពេលព្រឹកអូទៅអស់ឲ្យខ្ញុំអញ្ចឹងនៅនេះអត់មានអត់សូវទាន់មានសបោទៅតងមួយកណាំហូបផ្លែច្រើនដោយសារតែយើងទៅមកនៅដែរដីភូមិទុកចោលយូរហើយអញ្ចឹងទីមួយឃើញក្រូចនេះខ្ញុំមិនដឹងថាក្រូចអីទេអត់សូវស្គាល់ដែរប៉ុន្តែវាបន្លាវែងហ្នឹងពំណោតំណងក្រូចស្អីគេក្រូចផ្អែមគេហៅក្រូចផ្អែមតែវាជូរហើយទីពីរក្រូចនេះប្រហែលជាមើលទៅអានេះក្រូចនឹងដូចគ្នាទៅបន្លាវែងអញ្ចឹងតែបងអានោះតំនាម 100% គឺក្រូចឆ្មានៅយើងនេះវាអត់ធំណាក្រូចនាំចូលសោះវាតូចធំជាងមេដៃបន្តិចតែទឹកច្រើនតំនាឲ្យទឹកច្រើនបើចង់បានអីអាចមកបេះបានព្រោះអីអត់អ្នកបេះដែរទុំជុំពេញក្រុមដើមដែរផ្លែក៏ជាងច្រើនដែរព្រោះតែផ្លែបានឆ្នាំនេះណោះផ្លែឃើញពីចម្ងាយទៅដឹងអ្នកនរគ្នាឃើញអត់ទេនេះផ្លែនៅក្រុមហើយបន្តទៀតមានដើមដូងមានអីចឹងណាវាច្រើនណាស់ណាវ៉ុកខសមិនវ៉ុកខសដាំវាច្រើនទៅលើដើមដូងហើយនឹងដើមស្វាយកាលពីមុនដាំចោលយើងអត់នៅអញ្ចឹងវាតំណាំពួកហ្នឹងវាស៊ាំមួយអាកាសធាតុស៊ាំមួយដីហើយតែដូងក៏មិនស៊ាំមួយដីដែរដូងត្រូវការទឹកត្រូវការអីដែរតែយើងអាសាដាក់ទឹកដាក់ដែរណាអានេះបានក្រូចដែរប៉ុន្តែខ្ញុំអត់ដឹងថាក្រូចអីមិនដឹងថាវាជាក្រូចអីអញ្ចឹងណាចាំមើលវាធំហ៎ពេលវាផ្លែវាចេញក្រូចអីអានេះខ្ញុំដឹងចាំមើលដល់ពេលផ្លែចាំខ្ញុំប្រាប់ថាវាក្រូចអីតែដល់ពេលផ្លែទេចឹងនេះដើមដូងអានេះមានដើមស្វាយនេះខ្ញុំតំណាំពីម្សិលទេខ្ញុំថែដោយសារតែស្វាយមានដែរប្រភេទស្វាយកែលមៀតស្វាយដោះមុំអីចឹងណាតែអត់ទាន់មានស្វាយខៀវសវើគេអញ្ចឹងដាំមកដើមទៅហើយដាំចំពេលដែលពងពាក់លីកាអត់ប្រើប្រាស់ប្រដាប់អ្នកចិត្តខាងផងតែឥឡូវទិញមកហើយមកខាងដាក់មកដើមហ្នឹងទៅហើយអានេះដូចគ្នាអានេះធំណាស់ក្រូចមិញណាខ្ញុំមិនដឹងថាវាក្រូចអីបើសិនជាពុកម៉ែបងប្អូនអរគ្នាស្គាល់អីអាចខមមិនក្នុងវីដេអូបានតែចាំមើលបើសិនជាផ្លែអីចាំខ្ញុំប្រាប់ថាវាក្រូចអីតែប្រហែលជាច្រើនឆ្នាំទៀតហ្មងផ្លែព្រោះអានេះដាំយូរហើយខ្ទង់ជាដូចជា4ទៅ5ឆ្នាំនេះតាំងពីខ្ញុំនៅរៀនទី12 11អញ្ចឹងខ្ញុំទៅពេញបាន5ឆ្នាំអញ្ចឹងវា5ទៅ6ឆ្នាំតែបានតែប៉ុណ្្នឹងឯងតាមពិតអានេះក៏ដាំបណ្ណាគ្នាដែរតែប្រហែលជាយើងអត់សូវបានថែកាលពីមុនវាអត់លាត់អីតែមួយរយៈនេះយើងមិននៅបានហើយជិតកន្លះឆ្នាំទៅយើងដាក់ទឹកដាក់អីទៅជាមួយខ្ញុំជើងបន្តិចដល់ល្អហើយនេះដើមដូងនេះក៏អត់សូវស្រួលយើងចង់ងាប់ទេព្រោះឯងមានដួងស៊ីក៏ដែរបើដើមព្រេងនេះធំណាស់ប្រហែលជាឆ្នាំក្រោយបានផ្លែហូបហើយព្រេងនេះដូចជាព្រេងពូជម៉ាឡេទៀតឆ្នាំក្រោយបានហូបអូមានសបុកចាបហូបមនុស្សទៀតឃើញអ្នកនេះអានេះចាបនៅតុំនៅចុងថ្នោតខ្ពស់ខ្ញុំធ្លាប់ឃើញកាលពីខ្ញុំក្មេងៗមកវាបតោពីចុងថ្នោតមកមានរូបចំមមនុស្សមានមុខមនុស្សកាលហ្នឹងចង់បានតែអត់ដឹងធ្វើមិនបានវាខ្ពស់ពេកឥឡូវមកតុំនេះបើផ្ទះអញ្ចឹងស្អាតយ៉ាងដែរតោះទៅទៀតនេះដើមដូងដែរដើមដូងនេះអត់សូវល្អដែរងាប់ចង់អស់ទឹកវាច្រើនហើយទឹកបោហើយណាមួយយើងរត់ខ្សែភ្លើងមកសម្រាប់ដាក់ម៉ូទ័រចូលអណ្ដូងរបស់យើងទៅក៏វាងាប់ដើមស្វាយនេះមកដើមទៅហើយអាដើមជាប្រាំងនេះក៏វាចាប់ដើមងាប់ដែរតែខ្ញុំមិនដឹងថាម៉េចទេទៅទៅមួយជាប្រាំងឬចាស់គាត់និយាយថានៅពេលដែលត្រួយវាផុតឃើញភ្នំវាងាប់ដូចជាស្ដាយអានេះផុតទៅមែនតែដឹងវាឃើញភ្នំមិនឃើញទេបើភ្នំហ្នឹងបើយើងឃើញតាំងពីទូចវាអត់ងាប់តែទៅងាប់ឥឡូវវាមិនទាន់ងាប់ទេចាំមើលខ្ញុំសេរីវាណាខ្ញុំអាចនឹងកាប់អាមេឃងាប់ចោលហើយទុក
តែមកទៅឆ្លងរោគកតាទៀតចាំមើលយើងសេរីធ្វើគល់ឲ្យវាស្អាតមកហើយក្រៅពីហ្នឹងអត់មានអីទេដើមដូងមានដើមអីហើយថ្ងៃហ្នឹងខ្ញុំមកដើមអំពិលទឹកនេះទៀតដោយសារតែម៉ាក់គាត់ជិះហូបគាត់ហូបមិនបានឆ្ងាញ់ចឹងដើមអំពិលមួយសម្រាប់គាត់បេះហូបលេងចឹងណាហ្នឹងហើយគឺច្រើនដើមដូងទៀតផ្ទះដូចជាអស់ទឹកមកនេះថ្ងៃនេះមានតែប៉ុណ្្នឹងសម្រាប់ចែក view ជូនហើយអូនេះខាងនេះដើមស្វាយភ្លេចប្រាប់ដើមស្វាយច្រើនណាប្រហែលជាខ្ទង់10ដើមជាងនេះយើងមិនជាលក្ខណៈចការដីភូមិធម្មតាណាហើយយើងមានដើមស្វាយដើមអីចឹងទៅមើលទៅវាមួយយ៉ាងដែរត្រូវការហូបអីបោះបោជួនកាលស្វាយនេះទុំជ្រុះចោលគ្មាននេះទេគ្មានបានលក់អានេះទុំទុកតែហូបចែកគេចែកអីនេះគឺគេមិនយកផងដល់ពេលរដូវកាលស្វាយអីស្វាយនេះវាច្រើនទូចតែក្របវាទូចដែរឆ្ងាញ់សាច់ដូចក្តៀនណាចឹងដូចជាអស់ហើយពុកម៉ែបងប្អូនមានតែប៉ុណ្្នឹងឯងសម្រាប់វីដេអូថ្ងៃហ្នឹងចឹងណាចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះហើយរៀងយូរទៀតណាអរគុណ